ក៏ក្រៅខេត្តកំពតប៉ូលីសPM ខេត្តកំពតជាង30នាក់ត្រូវបានឃាត់ខ្លួនរួមទាំងស្នងការរងខេត្តកំពតផងដែរនៅថ្ងៃទី27ខែឧសភាឆ្នាំ2026នេះនៅលើបណ្ដាញសង្គម Facebook បណ្ដាសារព័ត៌មានជាច្រើនបានធ្វើការបង្ហោះសារដែលមានសំណេរថាចាប់ឃាត់ខ្លួនស្នងការរងអធិការរងរួមទាំងមន្ត្រីនគរបាលប៉ូលីសអាវុធហត្ថនៅកំពតសរុបជាង30នាក់ពាក់ព័ន្ធនឹងបទល្មើសលួចនេះបើតាមការលើកឡើងរបស់លោកផៃវណ្ណៈនៅលើគណនី Facebook របស់លោកនៅថ្ងៃនេះតែម្ដងបន្ទាប់ពីព័ត៌មាននេះផ្ទុះការចែករំលែកប្រងព្រាតពេញបណ្ដាញសង្គម Facebook ស្រាប់តែស្នងការខេត្តកំពតគឺលោកឧត្តមស្នេហ៍តូម៉ៅច័ន្ទមេធុរិទ្ធក៏បានធ្វើការបង្ហោះសារនៅលើគណនីផេកផ្លូវការរបស់លោកនៅមុននេះបន្តិចយ៉ាងដូចនេះថាសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាស្នងការដ្ឋាននគរបាលខេត្តកំពតពិតជាបានចាប់ខ្លួនមន្ត្រីទាំងអស់នោះពិតមែនក៏ប៉ុន្តែស្នងការដ្ឋាននគរបាលខេត្តកំពតមិនទាន់បានផ្សព្វផ្សាយពីព្រោះយើងកំពុងតែបន្តនីតិវិធីសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មានសូមអរគុណនេះគឺជារឿងដែលគួរឲ្យភ្ញាក់ផ្អើលនិងក៏ក្រោកខេត្តកំពតជាខ្លាំងបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម Facebook ផ្ទុះការខមមិនដោយបញ្ចេញមតិស្រដៀងគ្នាថាខ្ញុំចង់ឃើញមុខមន្ត្រីទាំងអស់នោះដែរថាតើមន្ត្រីទាំងអស់នោះជានរណាខ្លះមានអ្នកលេង Facebook ម្នាក់បានបញ្ចេញមតិយ៉ាងដូចនេះថាបើមិនទាន់ស្គាល់អីទៅជាតម្លៃរបស់មន្ត្រីផងមិនក៏ចង់ធ្វើជាមន្ត្រីអស់លោកខ្លះនោះលោកមន្ត្រីចៅដ៏សែនថោកទាបឯងធ្វើអញ្ចឹងខូចឈ្មោះដល់មន្ត្រីល្អអស់ហើយណាលោកទង្វើរបស់ពួកលោកឯងមួយក្រុមតូចនេះវាធ្វើឲ្យប្រជាពលរដ្ឋគាត់លែងទុកចិត្តទៅលើមន្ត្រីតែម្ដងទង្វើរបស់លោកឯងមួយក្រុមនេះបើដាក់មួយជីវិតសមតែម្ដងបើយោងតាមសារព័ត៌មាន Fresh News បានបញ្ជាក់ថាស្នងការរងនគរបាលខេត្តកំពតទទួលការងារព្រំដែនអធិការនគរបាលអធិការរងមេបញ្ជាការវិរៈការពារព្រំដែនមន្ត្រីនគរបាលនិងមន្ត្រីអាវុធហត្ថជាង30នាក់នៅខេត្តកំពតត្រូវបានចាប់ខ្លួនក្រោយពួកគេគប់កិតគ្នាកាត់ស៊ីលចូលលួចសម្ភារៈដែលជាវត្ថុតាងក្នុងកាស៊ីណូនៅតំបន់ព្រែកចាកក្រោយបង្ក្រាបស្កេនអនឡាញកាលពីពេលកន្លងទៅមហាជននៅក្នុងបណ្ដាញសង្គមនៅតែតាមដានយ៉ាងយកចិត្តទុកដាក់ចង់ដឹងថាតើមុខមាត់ពិតរបស់មន្ត្រីដែលជានគរបាលមន្ត្រីដែលជាកងកម្លាំងកងរាជអាវុធហត្ថដែលធ្វើអំពើដែលសង្គមស្អប់ខ្ពើមនេះតើមានមុខមាត់ដូចម្ដេចខ្លះហើយនឹងត្រូវទទួលទោសទណ្ឌបែបណាដែរ